Thế bây giờ kia chẳng nhóm mà thơ ca recap nơi xe rạp đại nhóm bàn cho thằng chuyện ní hay nhé ní cái chưa profit đại nhóm tụ bàn đó bố nội sam sub đô la bố nội sam buổi hay nhóm mà thơ ca recap tha hạt ấy bà nhóm trôn thoảng nắng hay sao mình cứ nhóm bàn thơ ca đã trôn nó không trading ai đi ấy tha bờ sân là dương trong bãi tôi ta tạo phải đặt lại ní sấn nè đặt lại ní sấn nhóm bàn đi dậy spark ba ấy ăn ai chùm trô từ mưa lang vinh bán vậy cho hai bright lạiនឹងសិនបានយើងធ្វើការចូលបាយបានដោយសារអីដោយសារវាបង្កើត new high ថ្មីបើសិនជាវាផ្ដាច់lạiហ្នឹងបានន័យថាបង្កើត new high ថ្មី high នៅនេះមួយបង្កើត new high ថ្មីអញ្ចឹងបានយើងមានសមត្ថភាពក្នុងការចូល long ណាក៏ប៉ុន្តែជាក់ស្ដែងគឺវាអត់បានធ្វើការបង្កើតទេវាបានន័យថាវា disrespect អាហ្នឹងវាបានធ្វើការបុកចុះទៅក្រោមអញ្ចឹងបានន័យថាមិនបាទខ្ញុំធ្វើការ sell បាយកាលពីម្សិលមិញនៅត្រង់ចំណុចនេះកន្លែងនេះណាគេយើងមើលទៅយើងមើលកន្លែងនេះគឺជា CRT គេយើង mark ទៅយើងបាច់ replay ទេណា CRT high គេ CRT high លើកហមនេះអូខេឥឡូវនេះគឺជា CRT ណាអូខេឥឡូវយើងដាក់ CRT ដែរទៅ CRT ឥឡូវនេះយើងលុបចោលហើយទៅមិនបាច់ទេហើយយើងចូលទៅកាន់15នាទីយើងឃើញថាវាអត់មាន reaction អីដែលធ្វើឲ្យយើងផ្លាយទេក៏ប៉ុន្តែវាអត់មានបង្កើត inducement ទេនេះ high វានៅនេះក៏ប៉ុន្តែបើសិនជាយើងចូលទៅកាន់1នាទីណាយើងចូលទៅកាន់1នាទីអូខេយើងចូលទៅកាន់1នាទីយើងអរគ្នាឃើញថាវាបង្កើតអីគេអត់អូខេវាបង្កើតទៅជាហើយនេះគឺជាអីគេហើយនេះគឺជា choice អត់ make it structure safe make it structure safe នៅក្នុងចំណុចហ្នឹងបន្ទាប់មកមិនទៀតបន្ទាប់មកវាបានធ្វើការបង្កើត inducement នៅកន្លែងនេះនេះ inducement ឃើញទេ inducement អញ្ចឹងនៅពេលដែលវាអត់បានបង្កើត inducement បានន័យថានៅពេលដែល grab liquidity ខាងឆ្វេងដៃខាងនេះ grab liquidity ខាងឆ្វេងដៃរបស់វាគឺវាបានន័យថាវាមិនមានលុយគ្រប់គ្រាន់ក្នុងការបុកឡើងទៅលើគឺវានឹងបង្កើត liquidity ក្នុងទីផ្សារបច្ចុប្បន្ននេះក្នុងទីផ្សារបច្ចុប្បន្នហ្នឹងអញ្ចឹងយើងឃើញឥឡូវគឺជា equal high បាន inducement បានដូចតែគ្នាទេណានេះឥឡូវនេះinducement ណាបន្ទាប់មកបាទខ្ញុំធ្វើការចូលនៅ candle មួយនេះដែលក្នុងម៉ោង macro តែម្ដងក្នុងម៉ោង macro ម៉ោង3ហ្នឹងគឺយើងធ្វើការចូលតែម្ដងចានេះគឺជា profit ទាំងឯងដែលយើងធ្វើការtake profit នៅក្នុងចំណុចហ្នឹងអញ្ចឹងដូចអត់មានអីច្រើនទេដោយសារ trend នេះគឺជាលក្ខណៈ scalping ហើយក៏អត់មានអីប្រយោជន៍ច្រើនដែរហើយសង្ឃឹមថាអ្នកនរគ្នានឹងយល់នៅត្រង់ចំណុចមួយហ្នឹងហើយដោយសារយើងត្រូវតែចេះមើលណាថាអូបើសិនជាបែកហ្នឹងបានវាជា break structure អញ្ចឹងទៅតែបើសិនជាវាចោះមកក្រោមវិញតើត្រូវធ្វើម៉េចអីចាអាហ្នឹងយើងថាបាត់បែនដល់ខ្លួនឯងអញ្ចឹងបង្កើតទៅជា AVG កន្លែងនេះមួយក៏ប៉ុន្តែ AVG ណាពេលខ្លះវាគឺជា trap ទេបាទន័យថាវាគឺជា trap ដែលអាចធ្វើឲ្យអ្នកខ្លះ sell កន្លែងនេះមិនចេះតិចទេនេះកន្លែងនេះ sell មិនចេះតិចណាអញ្ចឹងអ្នកខ្លះគឺបុកឡើងទៅលើចេះវិញក៏អាចថាបានដែរអូខេដោយសារ weekly ខ្ញុំមើលទៅឃើញdaily ខ្ញុំគិតថាវានៅតែជា respect ទៅលើ CRT របស់ខ្ញុំអញ្ចឹងនេះ CRT មួយនេះដែលវាធ្វើការបុកឡើងទៅលើវិញហ្នឹងបុកឡើងទៅលើអីចឹងទៅអញ្ចឹងខ្ញុំ respect ទៅលើ CRT មួយហ្នឹង weekly ក៏អញ្ចឹងដែរ weekly CRT weekly មួយនេះអូខេណាអញ្ចឹងអត់មានអីច្រើនទេចាំយើងជួបគ្នានៅពេលក្រោយទៀត